ឈុតនេះយើងចូលមកដល់ព្រះរាមធំពេញវ័យនៅថ្ងៃមួយទសកណ្ឌបានបញ្ជាឲ្យនាងសក្កណាសូហៅបពួកបរិវារទាំងអស់ទៅរំខានការតាំងសិលរបស់តាឥសីយាជីនិងតាជីងជក់ទាំងអស់ដើម្បីឲ្យអ្នកទាំងអស់គ្នារត់ចេញពីក្នុងព្រៃក្នុងគោលបំណងគ្រប់គ្រងព្រៃនេះបន្ថែមទៀតនាងសក្កណាសូក្រោយពីបានទទួលបញ្ជាពីទសកណ្ឌក៏ធ្វើពិធីហៅបពួកទាំងអស់ឲ្យទៅដេញចឹកតាឥសីតាជីងជក់និងយាយជីនៅក្នុងព្រៃដំណឹងនេះក៏បានលេចឮទៅដល់លោកតាឥសីដែលជាគ្រូរបស់ព្រះរាមលោកតាឥសីក៏បញ្ជាឲ្យព្រះរាមទៅកំចាត់វងក្អែកទាំងនោះចោលឲ្យអស់ក្រោយពីទទួលបញ្ជាពីលោកគ្រូព្រះរាមក៏ចាប់ផ្ដើមចេញទៅប្រយុទ្ធជាមួយនឹងសត្វក្អែកទាំងអស់នោះព្រះរាមបានទាញធ្នូបាញ់សត្វក្អែកទាំងអស់មិនយូរប៉ុន្មានសត្វក្អែកកូនចៅរបស់នាងសក្កណាសូក៏ត្រូវបានស្លាប់អស់នៅសល់តែនាងសក្កណាសូម្នាក់ឯងនាងសក្កណាសូក៏ចូលមកប្រយុទ្ធជាមួយនឹងព្រះរាមពេលដែលប្រយុទ្ធគ្នាមានការវាយតប់គ្នាទៅមកព្រះរាមក៏បានទាញធ្នូឡើងមកបាញ់ចំនាងសក្កណាសូនៅពេលនោះនាងសក្កណាសូក៏ស្លាប់ធ្លាក់មកលើដីហើយឈុតនេះផងដែរនាងសក្កណាសូក៏ត្រូវបានដកចេញពីសាច់រឿងរាមកេរ្តិ៍នេះផងដែរយើងចូលមកដល់ស្ដេចជាឪពុករបស់នាងសីតាវិញព្រះអង្គបានប្រកាសរកគូឲ្យកូនដោយដាក់លក្ខខណ្ឌប្រសិនបើមាននរណាម្នាក់ដែលអាចលើកធ្នូមាសដែលមានទម្ងន់ធ្ងន់ស្មើនឹងមនុស្ស 1000 នាក់ទើបអាចលើករួចហើយធ្នូនេះផងដែរគឺជាធ្នូដែលព្រះសេវៈបានយកមកទុកឲ្យរើសគូឲ្យនាងសីតានៅក្នុងលក្ខខណ្ឌជ្រើសរើសនេះប្រសិនបើមាននរណាម្នាក់អាចលើកធ្នូនេះរួចព្រះអង្គនឹងលើកកូនស្រីឲ្យធ្វើជាប្រពន្ធដំណឹងនេះបានឮមកដល់លោកគ្រូរបស់ព្រះរាមលោកគ្រូក៏បានឲ្យព្រះរាមនិងព្រះលក្សណ៍ចូលទៅប្រកួតជាមួយនឹងគេព្រោះអីព្រះរាមព្រះលក្សណ៍ក៏ជាប់ជាខ្សែរាជវង្សជាខ្សែស្ដេចផងដែរនៅពេលដែលទៅដល់ព្រះរាមបានក្រឡេកឃើញនាងសីតានៅឈរជាប់នឹងមាត់បង្អួចរាជវាំងក៏ចាប់ផ្ដើមភ្លឹកមានអារម្មណ៍ក្តីស្រឡាញ់កើតឡើងហាក់បីដូចជាមាននិស្ស័យចំណែកឯនាងសីតាវិញពេលដែលឃើញព្រះរាមលើកដំបូងក៏កើតចិត្តស្រឡាញ់ហាក់បីដូចជាមាននិស្ស័យអារម្មណ៍ពួកគាត់ទាំងពីរគឺហាក់បីដូចជាដូចគ្នាខ្លាំងណាស់បាទត្រង់ចំណុចនេះអារម្មណ៍របស់ពួកគាត់ទាំងពីរគឺមិនខុសគ្នាទេព្រោះអីកាលពីជាតិមុននោះគាត់គឺជាប្តីប្រពន្ធនឹងគ្នាពេលនេះគាត់បានជួបគ្នាគឺអារម្មណ៍របស់គាត់នឹងគឺប្រតិចិត្តរវាងគ្នានឹងគ្នានឹងកើតមានឡើងព្រះរាមចាប់ផ្ដើមដេកមិនលក់ចិត្តចេះតែនឹកឃើញស្រមៃឃើញទៅដល់នាងសីតាចំណែកឯនាងសីតាវិញក៏មានអារម្មណ៍ដូចគ្នាដេកមិនលក់ទេចេះតែនឹកឃើញព្រះរាមចេះតែស្រមៃឃើញលុះថ្ងៃស្អែកចូលមកដល់កូនស្ដេចផ្សេងទៀតទៅលើកធ្នូមិនរួចសោះគ្រប់គ្នាលើកមិនរួចពេលដែលព្រះរាមយើងចូលទៅដល់ចាប់លើកធ្នូមកយ៉ាងស្រួលពុំមានធ្ងន់អ្វីបន្តិចសោះស្រាប់តែពេលនោះធ្នូបានបញ្ចេញពណ៌មាសចែងចាំងពេញព្រះនគរមិនត្រឹមតែប៉ុណ្ណោះទេនៅលើមេឃមានផ្គររន្ទះថែមទាំងមានទេពធីតាជាច្រើនហោះមកបាច់ផ្កាអបអរសាទរទៅដល់ព្រះរាមចាប់ពីពេលនោះមកព្រះរាមនិងនាងសីតាក៏បានរៀបការជាមួយគ្នាហើយព្រះរាមក៏បានយកព្រះនាងសីតាមករស់នៅនគររបស់ព្រះបិតាខ្លួនហើយនៅថ្ងៃមួយនោះព្រះបិតារបស់ព្រះរាមក៏បានចាត់តាំងឲ្យព្រះភិរុតនិងព្រះស្រុតឲ្យទៅគ្រប់គ្រងនៅនគរផ្សេងហើយឲ្យព្រះរាមនិងព្រះលក្សណ៍នៅគ្រប់គ្រងព្រះនគរអយុធ្យាគឺនគរសព្វថ្ងៃហ្នឹងការចាត់តាំងរបស់ព្រះអង្គគឺរាល់សព្វមន្ត្រីទាំងអស់ឯកភាពនិងពេញចិត្តជាខ្លាំងនឹងយល់ឃើញដូចព្រះអង្គអញ្ចឹងដែរនៅក្នុងថ្ងៃនឹងដដែលព្រះរាមបានចូលទៅគាល់ព្រះបិតាហើយព្រះបិតាបានបង្ហាត់បង្រៀនកូនសពបែបយ៉ាងទាំងអស់ក្នុងការគ្រប់គ្រងព្រះនគរ
ណែនាំឲ្យកូនចេះស្រឡាញ់ប្រជារាស្ត្រហើយក្នុងយប់នឹងដដែលនារីម្នាក់ដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ម្ដាយព្រះភិរុតក៏បានចូលទៅចាក់រុកម្ដាយរបស់ព្រះភិរុតថាហេតុអ្វីព្រះនាងបណ្ដោយឲ្យកូនចាក់ចេញទៅឆ្ងាយតាមពិតទៅព្រះភិរុតទេដែលត្រូវមើលថែព្រះនគរយើងទីនេះសប្តាហ៍ហ្នឹងហើយព្រះមហេសីក៏មិនដឹងនិយាយម៉េចថានេះគឺជាការសម្រេចចិត្តរបស់ព្រះអង្គគាត់មិនអាចបដិសេធបានទេហើយនាងអ្នកបម្រើនឹងក៏និយាយទៀតថាព្រះនាងក្រែងព្រះអង្គម្ចាស់នៅជំពាក់ព្រះនាងរឿងមួយរឿងព្រះនាងនៅចាំទេថាកាលដែលព្រះនាងចេញទៅច្បាំងជាមួយព្រះអង្គហើយកាលនោះមិនរទេះដាច់កង់ហើយព្រះនាងមិនយកដៃនឹងយកទៅចាប់កង់រទេះនឹងដើម្បីកុំឲ្យរបូតដើម្បីឲ្យរទេះនឹងអាចបរមកដល់ព្រះនគរវិញព្រះនាងនៅចាំហើយព្រះអង្គក៏បានសន្យាជាមួយព្រះនាងថាឲ្យតែព្រះនាងចង់បានអីព្រះអង្គនឹងផ្ដល់ឲ្យបើអញ្ចឹងព្រះនាងទៅសុំព្រះអង្គទៅព្រះមហេសីក៏នឹកឃើញថាមែនអញ្ចឹងព្រះនាងទៅសុំការសន្យានឹងពីព្រះអង្គវិញមកថាខ្ញុំម្ចាស់សុំការសន្យារបស់ព្រះអង្គនៅរឿងមួយបានទេសូមឲ្យព្រះភិរុតកូនខ្ញុំនេះឡើងគ្រងរាជបន្តនៅទីនេះសិនបានអត់ចំណែកឯព្រះរាមព្រះលក្សណ៍និរទេសគាត់ឲ្យចេញទៅតាំងសិលនៅក្នុងព្រៃរយៈពេល14ឆ្នាំសិនទៅចាំត្រឡប់មកវិញព្រះមហេសីក៏លន់មាត់និយាយអញ្ចឹងបានដែរមើលទៅមានសង្ឃឹមអត់នាងអ្នកបម្រើនឹងតាំងព្រះនាងសាកសិនទៅទោះអាសាអត់បានដឹងពេលដែលព្រះរាមបានចេញពីកន្លែងព្រះបិតាព្រះមហេសីក៏ចូលទៅជួបជាមួយនឹងស្ដេចម្ដងហើយនិយាយរៀបរាប់ដូចអ្នកបម្រើបានចាក់រុកអញ្ចឹងចំណែកឯស្ដេចវិញក៏និយាយទៅកាន់ប្រពន្ធថាតើអាចបដូរជាអ្វីផ្សេងបានអត់ប្រពន្ធនោះអត់ព្រមទេដាច់ខាតគឺត្រូវតែសុំឲ្យព្រះភិរុតកូនរបស់ខ្លួននឹងឡើងគ្រងរាជនៅនគរហ្នឹងដល់តែស្ដេចគាត់មិនដឹងថាត្រូវនិយាយម៉េចបើគេទាមទារបែបនេះទៅហើយដោយគាត់ជាស្ដេចគ្រប់គ្រងផែនដីគាត់ជាមនុស្សកាន់សច្ចៈក៏យល់ព្រមតាមប្រពន្ធលុះដល់ស្អែកឡើងពេលព្រឹកជាពេលវេលាដែលគេត្រូវតែងតាំងព្រះរាជាថ្មីបែរជាព្រះរាជសាបដូរថាតម្រូវឲ្យព្រះរាមចូលទៅក្នុងព្រៃបួសជាឥសីរយៈពេល14ឆ្នាំទើបអាចវិលវ័យព្រះរាមពេលនោះឮហើយគាត់ក៏អត់មានខឹងតបតអីដែរដោយគាត់នៅចងចាំសម្ដីរបស់ឪពុកបានផ្ដែផ្ដាំប្រដៅកាលពីយប់គាត់នៅស្ងៀមព្រមទទួលធ្វើតាមរាជសារទាំងអស់លុះដល់យប់ឡើងព្រះរាមបានផ្ដែផ្ដាំព្រះលក្សណ៍និងប្រពន្ធអ្នកទាំងពីរនៅទីនេះមើលថែខ្លួនបានល្អបងត្រូវចូលទៅតាំងសិលរយៈពេល14ឆ្នាំទើបត្រឡប់មកវិញហើយព្រះនាងសីតានោះគឺមិនព្រមដាច់ខាតនាងសីតាថាបើម្ចាស់បងទៅទីណាខ្ញុំនឹងទៅទីនោះខ្ញុំមិនអាចរស់នៅទីនេះដោយគ្មានម្ចាស់បងទេខ្ញុំនឹងលក្ខនឹងទៅតាមថែរក្សាមើលថែម្ចាស់បងគ្រប់ទីកន្លែងទាំងអស់ព្រះរាមដល់ពេលឮប្រពន្ធនិយាយចឹងក៏មិនបដិសេធដែរក៏ឯកភាពយល់ព្រមចេញដំណើរទៅជាមួយគ្នាទៅហើយលុះដល់ស្អែកឡើងនោះជាថ្ងៃដែលពួកគាត់ត្រូវចេញដំណើរហ្នឹងមានប្រជាជនជាច្រើនមកហែហោមនៅតាមផ្លូវយំសោកបោកខ្លួនស្រណោះសោកស្ដាយព្រះអង្គជាមនុស្សល្អហើយក៏នាំគ្នាស្រែកថាព្រះរាជាចូលចម្រើនព្រះរាជាចូលចម្រើនព្រះរាជាចូលចម្រើនហើយនៅក្នុងពេលនោះដែរព្រះលក្សណ៍ក៏បាននិយាយប្រាប់បងថាបងខ្ញុំនិយាយរឿងមួយកុំខឹងណាបើបងគិតថាចង់បាននគរនេះមកគ្រប់គ្រងបងអត់មានអីពិបាកទេព្រោះថាបងខ្លាំងបងអាចដណ្ដើមយកមកវិញបានតាព្រះរាមក៏និយាយទៅកាន់ព្រះលក្សណ៍នៅមុខប្រជាជនទាំងអស់ហ្នឹងថាខ្លួនបានទទួលការអប់រំពីឪពុកកាលពីយប់មិញ
សពបែបយ៉ាងទាំងអស់និយាយហើយឲ្យចេះស្រឡាញ់ប្រជានារីសពបែបយ៉ាងស្រាប់តែពេលដែលប្រជារាស្ត្រឮចឹងស្រែកទៅហូយំសោកស្ដាយហេតុអីព្រះអង្គល្អម្ល៉េះហេតុអីព្រះអង្គល្អម្ល៉េះទឹកភ្នែកហូរឲ្យរហាមសោកស្ដាយខ្លាចបាត់ព្រះរាជាដ៏ល្អការចាក់ចែងរបស់ព្រះអង្គគឺធ្វើឲ្យប្រជានារីចងចាំនិងរងចាំការវិលត្រឡប់មកវិញរបស់ព្រះអង្គទាំងអស់នេះហើយគឺជាប្រវត្តិនៃរឿងដែលគេនិរទេសព្រះរាមព្រះលក្សណ៍និងព្រះនាងសីតាចូលទៅរស់នៅក្នុងព្រៃនៅក្នុងឈុតក្រោយកាន់តែល្អមើលជាងនេះទៅទៀតជក់ចិត្តជាងនេះទៅទៀតព្រោះថាមានតួអង្គយក្សតួអង្គហនុមានមានតួអង្គទេវតាច្រើនចេញមកអញ្ចឹងសូមតាមដានជាមួយនឹងខ្ញុំនៅភាគបន្តទៀត